បង្ហាញវប្បធម៌ខ្មែរឈ្ងុយឆ្ងាញ់ដេកសម័យ60គ្នាយើងបើសិនជាមានមិត្តភក្តិជាបរទេសឬមួយថ្ងៃណាយើងនឹកម្ហូបនៅផ្ទះនឹកម្ហូបប៉ាម៉ាក់យើងធ្វើអញ្ចឹងអាចមាន recommend ទៅហូបនៅហាងនេះដោយសារតែកន្លែងគាត់ហ្នឹងមានជម្រើសច្រើនហើយតម្លៃសមរម្យសេវាកម្មល្អហើយជាពិសេសនៅខែ6ហ្នឹងគឺគាត់មាន promotion បញ្ចុះតម្លៃរាល់គ្រប់ម្ហូបទាំងអស់គឺនៅសល់តែ$3ហើយដែលមានស្រឡាញ់ជាងគេគឺចក្ខុវិស័យរបស់អ្នកបង្កើតហាងនិងគាត់ចង់បង្កើតហាងមួយដែលនៅពេលបរទេសមកលេងខ្មែរគឺគាត់អាចទៅសាកម្ហូបខ្មែរយើងនៅក្នុងបរិយាកាសល្អមួយហើយវាជាឱកាសសម្រាប់គាត់រៀនពីវប្បធម៌ខ្មែរយើងដែរហើយបើនិយាយពីដេកវិញគឺថាស្អាតមែនតើគឺដេកមកដូចចេញនៅសម័យ60ចឹងគឺគាត់មានរូបគំនូរជាច្រើនមានច្រើនផ្ទាំងហើយមើលទៅគឺចូលភ្នែកស្រស់ស្រទន់មែនតើហើយនៅលើហ្នឹងក៏មានរៀនហាដែរគឺយើងអាចទៅ balcony បានបើមិនយើងចង់ស្រូបយកខ្យល់អាកាសបរិសុទ្ធអីហ្នឹងហើយបើនៅខាងក្រុងវិញក៏ស្អាតដែរគាត់មានតាំងជារូបចម្លាក់ក៏ដូចជារូបអប្សរាកម្មាអីយើងហ្នឹងគឺមើលទៅគឺថាឃើញខ្មែរអត្តសញ្ញាណខ្មែរយើងហ្មងហាងនេះដែរមានឈ្មោះថាហូបនៅបឹងកេងកងចឹងគ្នាយើងមើលឲ្យចង់ទៅសាអត់